Niang Cinderella Ronay đòi rì ghế chỉ mũi ốc bốc nâng mình đái chỉ tí sra lạnh. Phté ra bỏ niang bố pênh ta đòi sầm nấu nâng cái đây sra lạnh. Tai mình dù bần mán, mà đái ra bỏ niang ban thla khuôn chư, hơi slap bát tay. Cinderella miên cá sọc sau chi khắng, bần tai niang nay ta chong chăm piếc mà đái chi nịch, cứ oi miên chật lõ nâng khá hán chi nịch. ឪពុករបស់នាងបានរៀបការថ្មីជាមួយស្ត្រីមេម៉ាយម្នាក់ដែលមានកូនស្រីពីរនាក់ម្ដាយជង់និងបងប្អូនស្រីទាំងពីរនេះមានចិត្តអាក្រក់និងច្រណែនឈ្នានីសជាខ្លាំងពួកគេមិនបានស្រឡាញ់ Cinderella បន្តិចណាសោះហើយធ្វើបាបនាងតាំងពីថ្ងៃដំបូងមកម្ល៉េះនាងត្រូវតែអត់ធ្មត់ បន្ទាប់ពីឪពុករបស់នាងស្លាប់ទៅជីវិតរបស់ Cinderella ក៏បានប្រែប្រួលយ៉ាងអាក្រក់បំផុតម្ដាយចុងបានបង្ខំនាងឲ្យក្លាយជាអ្នកបម្រើក្នុងផ្ទះខ្លួនឯងនាងត្រូវដេកក្នុងបន្ទប់ត្រជាក់ល្វើយហើយរូបដ៏ស្រស់ស្អាតរបស់នាងត្រូវបានជំនួសដោយសម្លៀកបំពាក់រហែករហែកឈ្មោះថ្មីរបស់នាងគឺ Cinderella រាល់ថ្ងៃនាង Cinderella ត្រូវតែធ្វើកិច្ចការផ្ទះដ៏លំបាកជាច្រើនចាប់តាំងពីការដាំស្លរហូតដល់ការសម្អាតបងប្អូនស្រីទាំងពីរគ្រាន់តែអង្គុយលេងនិងបញ្ជាឲ្យនាងធ្វើនេះធ្វើនោះ Cinderella ខិតខំធ្វើការដោយមិនត្អូញត្អែប៉ុន្តែនៅក្នុងចិត្តរបស់នាងតែងតែសប្តិចង់បានសេរីភាពនិងសេចក្តីស្រឡាញ់ឡើងវិញ នៅឯនគរព្រះអង្គកម្ចាស់បានសម្រេចចិត្តរៀបចំពិធីរាំវង់ដ៏ធំមួយដើម្បីស្វែងរកភរិយាអ្នកនាំសារបាននាំលិខិតអញ្ជើញទៅគ្រប់ផ្ទះទូទាំងនគរសូម្បីតែផ្ទះរបស់ Cinderella ក៏ទទួលបានលិខិតដ៏សំខាន់នោះដែរដែលធ្វើឲ្យម្ដាយជង់និងបងប្អូនស្រីទាំងពីររំភើបចិត្តជាខ្លាំងបន្ទាប់ពីទទួលបានដំណឹងនេះម្ដាយជង់និងកូនស្រីទាំងពីរបានចាប់ផ្ដើមត្រៀមខ្លួនភ្លាមៗពួកគេបានបង្ខំ Cinderella ឲ្យជួយរៀបចំសម្លៀកបំពាក់ដ៏ប្រណិតនិងគ្រឿងអលង្ការសម្រាប់ពួកគេស្រមៃចង់បានជួបព្រះអង្គម្ចាស់ដោយសង្ឃឹមថានឹងក្លាយជាម្ចាស់ក្សត្រីនៃនគរដ៏ធំនេះ Cinderella បានសួរម្ដាយជង់យ៉ាងប្រយ័ត្នថាតើនាងអាចទៅចូលរួមពិធីរាំវង់បានដែរឬទេម្ដាយជង់ក៏បានឆ្លើយដោយសើចចំអកថាបើរើកំតិចទាំងអស់នេះចាញ់នឹងចាប់ការងារសិនទើបឯងទៅបានទោះបីជានាងបញ្ចប់កិច្ចការទាំងអស់ក៏ម្ដាយជង់នៅតែហាមឃាត់មិនឲ្យនាងទៅដែរ ពេលយប់បានមកដល់ម្ដាយជង់និងបងប្អូនស្រីទាំងពីរបានចេញទៅព្រះបរមរាជវាំងដោយភាពរីករាយ Cinderella បានដល់ទៅតាមបង្អួចហើយមើលទៅដោយក្តីស្រណោះទឹកភ្នែករបស់នាងបានហូរចេញមកព្រោះនាងចង់ទៅលេងពិធីបុណ្យនោះខ្លាំងណាស់នាងគិតថាគ្មាននរណាម្នាក់អាចជួយនាងបានឡើយ ភ្លាមនោះមានពន្លឺចែងចាំងបានលេចឡើងនៅក្នុងបន្ទប់មេធ្មប់ទេពធីតា Fairy Godmother ដ៏គួរឲ្យស្រឡាញ់ម្នាក់បានបង្ហាញខ្លួនគាត់បានសួរទៅ Cinderella ថាកូនកុំយំអីព្រោះកូននឹងបានទៅចូលរួមពិធីរាំវង់ដ៏អស្ចារ្យនោះតែមុនដំបូងយើងត្រូវធ្វើការបន្តិចសិន មេធ្មប់ទេពធីតាបានលើកដំបងវេទមន្តឡើងរំពេចនោះរូបចាស់ក៏ប្រែក្លាយទៅជារូបពណ៌ខៀវដ៏ស្រស់ស្អាតភ្លឺចែងចាំងនាមក៏ទទួលបានរទេះសេះដ៏ធំសម្បើមសម្រាប់ជិះទៅចូលរួមពិធីបុណ្យកញ្ចក់ជើងក៏លេចឡើងយ៉ាងត្រចះត្រចង់មេធ្មប់ទេពធីតាបានប្រាប់នាងថាទ្រុឌត្រឡប់មកវិញមុនពាក់កណ្ដាលអត្រាជាដាច់ខាត Cinderella បាយមកដល់ព្រះបរមរាជវាំងគ្រប់គ្នាសម្លឹងមើលនាងដោយមិនហ៊ានព្រិចភ្នែកព្រោះគ្មាននរណាម្នាក់ស្គាល់នាងឡើយព្រះអង្គម្ចាស់ក៏បានចាប់អារម្មណ៍នឹងសម្រស់របស់នាងភ្លាមហើយបានអញ្ជើញនាងរាំជាគូដំបូង Cinderella មានអារម្មណ៍រីករាយជាខ្លាំងព្រះអង្គម្ចាស់មិនបានរាំជាមួយនរណាម្នាក់ទៀតក្រៅពីនាង Cinderella ឡើយពួកគេបាននិយាយគ្នានិងរាំយ៉ាងសប្បាយរីករាយពេញមួយយប់ព្រះអង្គម្ចាស់បានលងស្នេហ៍នឹងនាងក្មេងស្រីដ៏ស្រស់ស្អាតម្នាក់នេះ Cinderella ក៏ភ្លេចអស់ការឈឺចាប់និងជីវិតកំសត់របស់នាង ពេលវេលាក៏ដើរលឿនពេកភ្លាមនោះនាឡៃកាក៏ចាប់ផ្ដើមវាយប្រាប់ម៉ោង12 Cinderella បានរត់ចេញយ៉ាងលឿនព្រោះខ្លាចវេទមន្តរលាយបាត់នាងបានរត់ចេញពីព្រះបរមរាជវាំងយ៉ាងប្រញាប់ហើយកញ្ចក់ជើងមួយក៏បានធ្លាក់ពីជើងរបស់នាងជាប់នៅតាមជណ្ដារ ព្រះអង្គម្ចាស់បានរត់តាមនាងប៉ុន្តែមិនទាន់ព្រះអង្គបានរកឃើញតែកញ្ចក់ជើងនោះប៉ុណ្ណោះព្រះអង្គម្ចាស់សម្រេចចិត្តស្វែងរកម្ចាស់ជើងដែលពាក់ស្បែកជើងដ៏តូចនេះទាល់តែឃើញព្រះអង្គបានឲ្យទីហ៊ានទៅតាមផ្ទះគ្រប់កន្លែងទីបំផុតក៏បានមកដល់ផ្ទះរបស់ Cinderella បងប្អូនស្រីទាំងពីរក៏បានព្យាយាមពាក់ស្បែកជើងនោះតែមិនបាន
ស៊ីនដេវរ៉េឡាបានលេចមុខចេញពីក្រោយហើយសាកល្បងពាក់ស្បែកជើងនោះបានសមនឹងជើងរបស់នាងយ៉ាងល្អឥតខ្ចោលព្រះអង្គម្ចាស់បានត្រេកអរជាខ្លាំងហើយបាននាំស៊ីនដេវរ៉េឡាទៅរៀបអភិសេកភ្លាមទីបំផុតនាងក៏រស់នៅដោយសុភមង្គល